ok សួស្តីដល់បងប្អូនអរគ្នាថ្ងៃនេះលោកគ្រូនឹងធ្វើការកែទៅលើលំហាត់មួយដែលជាលំហាត់ poster ក្រុមហ៊ុន Toyota promotion របស់យើងអបអរសាទរឆ្នាំថ្មីលំហាត់នេះវារៀងពិបាកបន្តិចដោយសារវាមានត្រូវការមាន element ច្រើនតែលោកគ្រូជឿថាពួកយើងអាចធ្វើបានតាមរយៈនៃការមើលវីដេអូនេះណាអញ្ចឹងសូមមើលវីដេអូឲ្យចប់ហើយចាំយើងរៀនធ្វើជាមួយគ្នាតោះអូខេអញ្ចឹងដំបូងយើងបើកកម្មវិធី Microsoft Word មកអូខេតមកទៀតយើងចាប់ផ្ដើមធ្វើការបើកយក blank document មកអញ្ចឹងភាសាលំហាត់ poster នេះវាជាប្រភេទ poster ក្តារឈរអញ្ចឹងយើងអត់ចាំបាច់កែក្តារជាក្តារផ្ដេកទេយើងចូលមកកាន់ layout ហើយយក margin កំណត់យក narrow ធម្មតា size ក្តារយើងដឹងហើយគឺយើងយកជា A4 បាទអូខេតោះអញ្ចឹងបន្តមកទៀតគឺយើងចាប់ផ្ដើមមើលទៅការងាររបស់យើងបន្តទៀតយើងមើលទៅលើกระดาษការងារនេះគឺផ្ទៃពណ៌វាគឺមិនមែនពណ៌បែបលក្ខណៈពណ៌សទេអញ្ចឹងវាត្រូវការបដូរពណ៌អញ្ចឹងវាពណ៌រាងប្រផេះអញ្ចឹងអូនត្រូវដឹងហើយខ្លួនឯងយើងចូលមកកាន់ design ដើម្បីបដូរពណ៌ color នៃការងាររបស់យើងអូខេអញ្ចឹងណៃយកពណ៌រាងប្រផេះណាមួយយើងខ្លួនឯងទៅអូខេប្រផេះដិតឬក៏ប្រផេះអីឆ្លាញ់ពណ៌ណាយើងដាក់មួយហ្នឹងទៅអូខេអញ្ចឹងយើងមើលម្ដងទៀតមកអូខេអញ្ចឹងអូខេអញ្ចឹងលោកគ្រូយកពណ៌ប្រផេះនេះចុះអូខេបាទតោះអូខេអញ្ចឹងពេលដែលគ្រូបានចាប់ផ្ដើមបានពណ៌ប្រផេះមួយហើយយើងចាប់ផ្ដើមធ្វើបន្តទៀតគឺយើងចាប់ផ្ដើមប្រើគូសនេះជាមួយគ្នានេះគឺយើងដាក់ផ្កាយដាក់អាផ្កាយរបស់យើងនេះអូខេអញ្ចឹងយើងដាក់ផ្កាយហ្នឹងអញ្ចឹងដើម្បីដាក់ផ្កាយលោកគ្រូមាន element ហើយអញ្ចឹងយើងគ្រាន់តែធ្វើការ download element ចេញពី Telegram នៅពេលដែលគ្រូផ្ញើលំហាត់ឲ្យមកហើយយើងចាប់ផ្ដើមធ្វើការដាក់មកណាអូខេយើងចូល insert device អញ្ចឹងយើងប្រោសទៅរកឯកសារឬក៏រូបភាពដែលយើងបានដាក់ជាមួយគ្នាមកថាតើឯកសារនឹងនៅកន្លែងណាបងដឹងទាំងអស់គ្នាថានៅក្នុង download អត់អូខេអញ្ចឹងកុំព្យូទ័ររបស់លោកគ្រូបានរៀបចំដាក់មកសម្បុកវាហើយនៅក្នុង download ណានេះបាទអូខេភាសានេះយើងអត់ដឹងថារូបភាពមួយណាចាអូខេអញ្ចឹងយើងបដូរវាដាក់ large បាទ large medium តិចមកយើងមើលឃើញអូខេនេះផ្កាយនេះណាបាទផ្កាយអូខេតោះ insert មកបាទនេះអញ្ចឹងពេលដែលចាប់ផ្ដើមបានរូបនឹងហើយគោលដៅទី1ដែលយើងត្រូវធ្វើគឺយើងត្រូវការបដូរវាទៅជាពាក្យថា in front of text បាទតទៅទៀតយើងធ្វើការបង្រួលនឹងយើងទួយតិចមកខ្សែกระดาษរបស់យើងហើយចាប់ផ្ដើមធ្វើការទាញរូបឲ្យធំបាទទាញរូបឲ្យធំមកដាក់ឲ្យធំមកបាទអូខេពេលយើងដាក់អស់ហើយយើងដាក់ចាប់ផ្ដើមដាក់នៃกระดาษរបស់យើងហ្នឹងបាទដាក់ផ្កាយរបស់យើងធ្វើម៉េចឲ្យចំនៃចំណុចកណ្ដាលណាបាទដាក់ចំចំណុចកណ្ដាលនៃសញ្ញាការងាររបស់យើងដើម្បីមើលឃើញស្អាតអូខេអញ្ចឹងលោកគ្រូដាក់ចំកណ្ដាលហើយទាមកខំនេះគឺពាក់កណ្ដាលមកអូខេអញ្ចឹងមើលឃើញទៅឃើញស្អាតហើយប៉ុណ្ណេះអញ្ចឹងយើងចង់បដូរពណ៌វាយើងបដូរទៅជាពណ៌រាងពណ៌សណាអូខេពណ៌សអូខេយើងចូលមកកាន់ color អូខេអញ្ចឹងយើងរកមើល wash out តិចមកបាទនេះពណ៌វាបាទវាមានពណ៌ច្រើននៅក្នុងនេះណាអញ្ចឹងយើងមើលពណ៌ដាក់ wash out មក wash out បាទអូខេបាទនេះអូខេអញ្ចឹងពេលដែលយើងចាប់ផ្ដើមបានផ្កាយមួយហើយអញ្ចឹងយើងតទៅទៀតគឺយើងចាប់ផ្ដើមធ្វើអីគេគឺយើងចាប់ផ្ដើមគូស shape ណាគូស shape មួយនេះបាទអូខេអញ្ចឹងដើម្បីគូស shape នេះអញ្ចឹងលោកគ្រូទៅយកនេះមកបាទនេះអាមូរបស់យើងនេះបាទអូខេអញ្ចឹងយើងចាប់ផ្ដើមគូសវាមួយមកបាទដូរពណ៌វាបាទ shape outline គឺយើងដឹងទៅនៅ outline ហើយពណ៌វាយើងយកពណ៌នេះទៅក្រូចឬក៏ពណ៌រាងលឿងអីតិចទៅបាទមើលរបស់គេបាទពណ៌ហ្នឹងពណ៌មិនពណ៌លឿងសុទ្ធហ្មងទេណាអញ្ចឹងបើយើងចង់ថែមពណ៌ចុច more color fill វាមកគេយក standard មកគេអញ្ចឹងវាអាស្រ័យលើយើងណាយើងឆ្លាញ់ពណ៌អីចង់ដាក់ដូចរបស់គេអីឬក៏យើងអូខេតោះអញ្ចឹងយើងចាប់ផ្ដើមរួញវាមកបាទអញ្ចឹងកន្លែងនេះយើងធ្វើការទាញពង្រីកវាអស់មកបាទហើយទាញពង្រីកវារាងធំតិចមកបាទអូខេបាទអូខេអញ្ចឹងពេលយើងដាក់ចេះទៅឃើញវាគឺវាចេញបែបនេះឲ្យយើងអូខេបាទអូខេអញ្ចឹងយើងបានផ្កាយមួយ shape មួយហើយបាទអញ្ចឹងអានេះយើងអាស្រ័យលើយើងបដូរពណ៌ឲ្យខ្លួនឯងណាយើងឆ្លាញ់ពណ៌មិនដាក់ពណ៌ខ្លួនឯងទៅពណ៌គេក៏ប៉ុន្តែពណ៌គេយើងអត់សូវជានេះប្រហែលទេ
អូខេអញ្ចឹងយើងរៀនពណ៌បដូរពណ៌ខ្លួនឯងបើសិនជាយើងចង់ឲ្យដូចពណ៌គេ shape format យើងមើលកន្លែង shape fill នេះមានពាក្យមួយគឺពាក្យថា gradient កន្លែងនេះបាទអញ្ចឹងយើងអាចធ្វើការសេរីពណ៌វាបន្ថែមទៅមកថាលើពណ៌លឿងដែរប៉ុន្តែពណ៌លឿងរៀងបដិញអូខេអញ្ចឹងយើងសេរីវាខ្លួនឯងណាអូខេគូយកនេះចុះណាបាទអូខេអញ្ចឹងវារៀងពណ៌រៀងបដិញបន្តិចបាទអូខេអញ្ចឹងការងារបន្ទាប់របស់យើងគឺប៉ុណ្ណឹងរួចរាល់ហើយអញ្ចឹងតមកទៀតគឺយើងត្រូវការដាក់ឡានបាទឡានលោកគ្រូអត់ដាក់ទេព្រោះថាយើងមានស្រាប់ហើយអញ្ចឹងបើយើងចង់ដាក់គូដាក់ឧទាហរណ៍មួយសល់មិនយើងធ្វើខ្លួនឯងណាអូខេអញ្ចឹងគួរអត់កែទាំងអស់ទេពីព្រោះថាយើងចេះហើយអញ្ចឹងកន្លែងនេះយើងគូគ្រាន់គូ shape មួយមកបាទគូចេះមកអូខេហើយshape fill យក no fill បាទ shape outline ហើយ shape fill យើងយកពណ៌សបាទអូខេអញ្ចឹងយើងទាញវាជ្រៅតិចមកបាទហើយទាញវាដាក់កប់ទៅលើចេះទៅបាទដើម្បីដាក់ធ្វើ logo បាទយើងមើល logo របស់គេរៀងទូចប្រឆិតឬក៏មិនយើងសេរីវាខ្លួនឯងណាអូខេអញ្ចឹងយើង insert logo មកបាទអូខេបាទដូចជាអូខេយើងមើលសិនណាអូខេក៏ប៉ុន្តែ logo ហ្នឹងដាក់តាមក្រោយក៏បានដែរណាដាក់តាមក្រោយក៏បានដែរដោយសារយើងដេញតាមតំណរបស់វាណាអញ្ចឹងយើងដាក់នេះសិនដាក់ផ្កាយរបស់យើងនេះបាទដាក់of all sato របស់យើងនេះអញ្ចឹងអូខេអញ្ចឹងគ្រូអត់ទាន់ធ្វើវាទេអញ្ចឹងលុបវាចោលសិនយើងដាក់ផ្កាយមកដេញតាមតំណវាមកអូខេបាទដើម្បីមើលឃើញស្អាតណាអូខេអញ្ចឹងវាចេញមករៀងទូចអញ្ចឹងអូខេដូរដាក់វា light តិចមកឲ្យមើលទៅរៀងធុញធំតិចណា medium ក៏ light រៀងធំបាទអូខេអញ្ចឹងនេះof sato យើង insert មកបាទចាំតិចបាទនេះមកឲ្យបាទអញ្ចឹងយើងដាក់ in front of text បាទអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវមើលយើងអត់ត្រូវការទាំងអស់ហ្មងទេណាយើងគ្រាន់ដាក់វារៀងប្រឆិតតិចទេដាក់វានេះយើងគ្រាន់យកវាជា style អញ្ចឹងយើងអាចដាក់វារៀងតិចទៅបាទអូខេដាក់វាមិនឲ្យវាមើលឃើញទាំងអស់ទេមើលឃើញទាំងដុលទេណាអូខេឥឡូវគ្រូដាក់ប៉ុណ្្នឹងមកអូខេតមកទៀតគឺតាក់ទងទៅជាមួយនឹងរូបហ្នឹងគឺវាអត់ឃើញច្បាស់ទេវាឃើញព្រិលណាឃើញព្រិលចុះអូនឯងត្រូវចេះរៀនដាក់វាព្រិលដើម្បីដាក់វាព្រិលគឺយើងចូលទៅកាន់ format ហើយយើងយក attractive effect បាទហើយយើងដាក់មានពាក្យមួយគឺពាក្យនៅខាងនេះទី2ជួរទី2ឃើញមានពាក្យមួយគឺពាក្យថា blur បាទអញ្ចឹងពេលយើងចុចលើពាក្យកន្លែង blur ហ្នឹងទៅវានឹងចេញពាក្យ blur ឲ្យយើងហើយបាទវានឹងចេញជាបែបជាលក្ខណៈព្រិលបាទនេះគេវាអត់សូវច្បាស់ទេណាអូខេបាទយើងដាក់វាប៉ុណ្ណឹងទៅគឺយើងមានន័យថាវាអត់សូវឃើញព្រិលច្បាស់ហ្មងទេហើយបើសិនបើយើងចង់ថាអូខេព្រិលហ្នឹងខ្ញុំចង់ឲ្យវារៀងហត់ទៅព្រិលថែមទៀតអូខេចូលណៃនាំគ្នាចូលពេលដាក់ effect ហើយវាឃើញព្រិលហើយយើងយកពាក្យថា attractive effect នេះបន្តទៀតបាទអញ្ចឹងវានឹងចេញផ្ទាំងមួយមកឲ្យយើងឲ្យឃើញ attractive effect វាតែ10ទេអញ្ចឹងបើណៃចង់ដាក់ថែមទៀតអូខេតឡើងវាទៀតទៅបាទតឡើងវាថែមទៀតទៅយើងដាក់វា15អីទៅបាទអូខេកុំដាក់វាច្រើនពេកណាអូខេភាសាកុំព្យូទ័រលោកគ្រូវារៀងបន្តិចអត់អីទេអូខេដាក់ប៉ុណ្្នឹងទៅបាទចាអានេះវាអាស្រ័យទៅលើភាពស្រឡាញ់ភាពជាក់ស្ដែងរបស់យើងណាហើយយើងមើលទៅសមជាមួយការងារយើងអត់អូខេតពីយើងបានof all sato នឹងហើយពណ៌នេះហើយយើងមានអីគេពណ៌មាសមួយតង់ទៀតណាមានពណ៌មាសទៀតណាមានពណ៌មាសអូខេដាក់ពណ៌មាសទៀតណាអញ្ចឹង insert មកបាទដូចគ្នាណាបាទអូខេនេះពណ៌មាសណាអូខេបាទនេះមកហើយអញ្ចឹង in front of text បាទអញ្ចឹងយើងដាក់វាគឺមានន័យថាយើងដាក់វានេះគឺលាយជាមួយគ្នាមានពណ៌មាសផងមានពណ៌អីផងអញ្ចឹងទៅណាអូខេដាក់វាអញ្ចឹងទៅបាទអូខេហ្នឹងអញ្ចឹងលោកគ្រូដាក់ប៉ុណ្ណឹងយើងចង់សេរីវាមិនដាក់វាមើលខ្លួនឯងណាឃើញភាពជាក់ស្ដែងស្អាតឬមិនស្អាតអីវាអាស្រ័យលើយើងខ្លួនឯងតិចមកគាត់ដាក់ឲ្យវាលយចេញមកឲ្យមានពណ៌មាសណាអូខេអញ្ចឹងគ្រូដាក់ប៉ុណ្ណឹងចោះណាអូខេតោះនេះជាប៉ុណ្ណឹងតមកទៀតអ្វីយើងត្រូវធ្វើគឺយើងគូស shape គូអីចឹងកន្លែង shape នេះគ្រូអត់គូសទេយើងគូបានគូម្ដងហើយអញ្ចឹងយើងដឹងខ្លួនឯងណាចេះគូហើយសម្រាប់អក្សរអូខេ of Osato ណា
Osato នេះជាប្រភេទអក្សរ 3D អញ្ចឹងលោកគ្រូបង្ហាញមេរៀននេះគឺតកតងនឹងការធ្វើអក្សរ 3D កម្រាស់បែបហ្នឹងតែយើងធ្វើបែបម៉េចណាអូខេតោះអូខេឥឡូវកុំឲ្យខាតពេកអូខេឥឡូវយើងចាប់ដើមចូលមកកាន់នេះមកអញ្ចឹងយើងធ្វើការដើម្បីអាចប្រើប្រភេទអក្សរ 3D យើងបានយើងចូលមក insert ទី1គឺយើងយក word art បាទយើងយកអក្សរមួយណាមួយក្នុងចំណោមហ្នឹងក៏បានដែរឥឡូវគ្រូយកពណ៌ខ្មៅមួយទៅហើយយើងកែពណ៌ខ្លួនឯងពីក្រោយអូខេអញ្ចឹងកន្លែងនេះគឺ font គេប្រើប្រភេទខ្មែរ OS Moonlight ណាវាអក្សររាងក្រាស់ណាអូខេអក្សររាងក្រាស់អូខេខ្មែរ OS Moonlight ខ្មែរ OS Coolen បាទសំទោសណាអធិស្ឋានតោះអញ្ចឹងគេដាក់អីគេ OPPO បាទ OPPO បាទ Sato បាទ Sato ឆ្នាំថ្មីបាទឆ្នាំថ្មីអូខេបាទអញ្ចឹងលោកគ្រូដាក់ប៉ុណ្្នឹងមួយអូខេយើងចាប់ផ្ដើមធ្វើការបដូរពណ៌វាមកថារបស់គេធ្វើការពណ៌សហើយបាទយើងដូរពណ៌ហ្មងបាទអូខេយើងចូលមកកាន់នៃគេ shape format នេះអូខេយើងដឹងហើយថាដើម្បីអាចប្រើប្រភេទពួក word art បានដើម្បីកែពណ៌អក្សរនេះគឺយើងប្រើប្រភេទពួក word art អានេះណាអញ្ចឹងអានេះទី1គឺ shape word art text field របស់វាណាអូខេអញ្ចឹងយើងចុចវាមកយើងចង់បាននេះគេពណ៌សណាពណ៌សអូខេអញ្ចឹងយើងដាក់វាពណ៌សបាទអូខេយើងរួចបាត់ហើយនេះបាទអូខេអញ្ចឹងគ្រូដាក់ font នឹងធំតិចមកបាទ72នេះជាធំពេកឲ្យមើលសិនណាអូខេបើសិនបើយើងរៀងធំពេកយើងបន្ថយវាវិញមកអញ្ចឹងយើងដាក់វាត្រឹមអូខេអញ្ចឹងគ្រូសុំដូរតិចអូខេដាក់60មកបាទអូខេណាគ្រូដាក់ប៉ុណ្ណេះចោះណាអូខេអញ្ចឹងគ្រូសេរីធំតិចអូខេអញ្ចឹងគោលដៅរបស់យើងគឺយើងត្រូវការធ្វើវាចេញជាលក្ខណៈអក្សរ 3D បាទអញ្ចឹងដើម្បីចេញអក្សរ 3D បានទី1គឺយើងធ្វើការ select លើវាចឹងមកហើយយើងចាប់ផ្ដើមចូលទៅកាន់ shape format ដដែលតមកទៀតបងធ្វើការជ្រើសរើសមកជួរខាងនេះណានេះកន្លែងនេះ text effect របស់វាអញ្ចឹងបងឯងចុចលើវាមកហើយយើងធ្វើការយកពាក្យថា 3D rotation បាទ 3D rotation នេះគឺតកតងទៅជាមួយនឹងថាតើយើងគោលដៅរបស់យើងចង់ឲ្យវាបែរទៅខាងណាអូខេអញ្ចឹងយើងចង់បែរទៅខាងនេះឬក៏បែរទៅខាងនេះបែរទៅខាងនេះអីចឹងគឺអាស្រ័យទៅលើហ្នឹងប៉ុន្តែរៀងគេដូចជានៅក្នុង CD របស់យើងក៏មានបែរខ្លាំងមកឡើងទេបាទអញ្ចឹងបើយើងអាចយកគឺយើងយកប្រភេទនៅក្រោមនេះអញ្ចឹងគ្រូលើកទៅជែកយើងប្រើក្រោមនេះណាវាទៅខាងលើទៅខាងឆ្វេងទៅខាងស្ដាំទៅខាងអីគឺយើងមើលតាមខ្លួនឯងមួយភាពជាក់ស្ដែងឥឡូវឧទាហរណ៍ថាឥឡូវយើងមើលរបស់គេបែរទៅខាងណាគឺគេបែរចុះរៀងក្រោមបន្តិចណាអូខេអញ្ចឹងយើងធ្វើការសេរីដូចគ្នាអញ្ចឹងមកបាទ 3D rotation មកដូចជាយកទៅខាងនេះណាអូខេយកខាងនេះបាទអូខេឥឡូវគ្រូយកមួយចុះណាបាទអត់ទាន់ចេញ 3D ទេបាទវាអត់ទាន់ចេញជា 3D ទេអញ្ចឹងកុំខ្វល់វាយើង select ម្ដងទៀតមកមានន័យថារៀងហ្នឹងគឺវាចេញដែរប៉ុន្តែក៏វាកម្រាស់វារៀងតិចអញ្ចឹងបើយើងចង់ធ្វើការកំណត់កម្រាស់វាគឺយើងចុចលើពាក្យខាងក្រោមម្ដងទៀតប៉ុន្តែមុនដំបូងយើងត្រូវការជ្រើសរើស mode វាសិន4នៅខាងក្រោមនេះហើយយើងចាប់ផ្ដើមចុចយកមកបាទ 3D rotation option នេះមកបាទអញ្ចឹងវាចាប់ផ្ដើមចេញផ្ទាំងមួយមកឲ្យយើងអញ្ចឹងពេលចេញមកផ្ទាំងនេះអ្វីយើងត្រូវមើលគឺយើងមើលកន្លែងត្រង់ពាក្យថា 3D format បាទចុចលើ 3D format មកអូខេអញ្ចឹងណៃអូសមកខាងក្រោមនេះឃើញមានពាក្យមួយគឺពាក្យថា depth នេះ depth នេះអញ្ចឹងណៃធ្វើការកំណត់វាមកអញ្ចឹងដោយសារ size វា0ដល់អញ្ចឹងណៃតម្លើង size វាមកអូខេយើងតម្លើងវាទៀតមកបាទតម្លើងវារៀងច្រើនបាទវាចាប់ផ្ដើមចេញកម្រាស់កាន់តែរៀងក្រាស់យើងហើយបាទអូខេនេះចាប់ផ្ដើមហើយចេញមកហើយបាទអញ្ចឹងយើងឆ្លាញ់ប៉ុណ្ណាយើងដាក់កម្រាស់វាប៉ុណ្ណឹងអូខេអូខេឥឡូវគ្រូដាក់វាត្រឹម25ចុះណាអូខេអញ្ចឹងមើលពណ៌គេពណ៌សហើយបន្ទាប់មកនេះពណ៌រៀងពណ៌ 3D វារៀងពណ៌ទឹកក្រូចណាអញ្ចឹងយើងដើម្បីអាចដូរពណ៌ 3D ទឹកក្រូចនេះបានយើងកន្លែង depth នេះសញ្ញានេះគឺសម្រាប់ដូរពណ៌អញ្ចឹងយើងចង់ដូរវាជាពណ៌ទឹកក្រូចបាទដាក់វាទឹកក្រូចចឹងមកបាទនេះចេញហើយអូខេអញ្ចឹងដោយសារយើងយកវាចេញជាលក្ខណៈបែបផុសមកខាងហ្នឹងគឺវាចេញមកបែបហ្នឹងហើយបាទអញ្ចឹងនេះអាស្រ័យទៅលើយើងឆ្លាញ់វាយើងចេញមកបែបម៉េចគឺយើងកំណត់វាបែបហ្នឹងណាអូខេអញ្ចឹងលោកគ្រូកំណត់វាបែបហ្នឹងមួយមកអូខេអញ្ចឹងបើយើងធ្វើការកំណត់ហើយបើសិនបើយើងចង់លេង mode វាលេង mode បាទលេង mode 3D ហ្នឹងរៀងមើលទៅរៀងឆ្លោះរៀងអីគឺតាក់ទងជាមួយនឹង depth បាទ top bivet នេះវិញអូខេអញ្ចឹងឧបមាថាលោកគ្រូយកវារៀងបែបនេះវិញវាចេញមកបែបចេះអូខេអានេះគ្រាន់តែជាឧទាហរណ៍ណាបាទអូខេពេលយើងបានប៉ុណ្ណឹងហើយបើយើងចង់បានអូខេឥឡូវគ្រូដាក់វាបែបនេះទៀតបើយើងចង់បានកម្រាស់វាថែមទៀតយើងកំណត់ depth ទៀតមកបាទកំណត់ depth វាទៅវាចាប់ផ្ដើមចេញរៀងកម្រាស់រៀងធំមកយើងបាទអូខេ
ចឹងអានេះវាអាស្រ័យទៅលើការលេងរបស់យើងណាបើសិនបើអត់ទេយើងដាក់ធម្មតាវិញមកបាទហើយយើងដាក់វានេះវិញបាទអូខេបាទអូខេឥឡូវលោកគ្រូដាក់វាកម្រាប់ប៉ុណ្្នឹងចុះណាអូខេអញ្ចឹងយើងហើយមួយហើយបាទយើងហើយអបអសាទរឆ្នាំថ្មីមួយហើយបាទអញ្ចឹងនៅសល់មួយទៀត2025នេះលោកគ្រូជឿថាពួកយើងអាចចេះធ្វើហើយអញ្ចឹងយើងក៏ធ្វើការកំណត់វាខ្លួនឯងមកណាកំណត់វាធ្វើ style ដូចគ្នាអញ្ចឹងមកអញ្ចឹងគ្រាន់តែអក្សរនេះអក្សរយើងដាក់ពណ៌វារៀងពណ៌លឿងអីចឹងទៅបាទពណ៌លឿងហើយ style វាយើងដាក់ CD យើងរើសតាមវាចឹងទៅអញ្ចឹងលោកគ្រូអត់ធ្វើទេអក្សរ CD មួយទៀតទុកឲ្យយើងធ្វើការ research ខ្លួនឯងណាអូខេហើយសម្រាប់តមកទៀតយើងមានអីគេពេជ្រប៉ោងណាអញ្ចឹងពេជ្រប៉ោងនេះរូបដូចជាមានស្រាប់ហើយយើងដាក់ម៉ូតូមកអញ្ចឹងម៉ូតូលោកគ្រូជឿថាពួកយើងចេះហើយអញ្ចឹងម៉ូតូនេះយើង insert មួយហើយយើង copy បាទគឺ copy បណ្ដេញគ្នាអញ្ចឹងមកអូខេឧទាហរណ៍ថាឥឡូវយើង copy មួយមកបាទលោកគ្រូអត់កែទាំងអស់ហើយណាអូខេចាំបន្តិចបាទអញ្ចឹងលោកគ្រូដាក់វា insert វាមួយមកបាទហើយយើងដាក់វា in front text បាទនេះអញ្ចឹងដើម្បីអាចបវិលរូបភាពបានយើងប្រើ rotate ទៅអត់បាទអូខេហើយហ្នឹងអូខេហើយយើងរួញវារៀងទូទៅបាទរបស់គេដូចជាដាក់ទូរស័ព្ទមុនណាបាទនេះដាក់ទូរស័ព្ទមុនណាអូខេហើយអញ្ចឹងយើងត្រូវដឹងខ្លួនឯងយើងដាក់ទូរស័ព្ទមុនហើយយើងដាក់រូបភាពណាអូខេអញ្ចឹងនេះយើង copy វាមកហើយផាសអូខេអញ្ចឹងវាចេញមកមួយទៀតហើយអូខេយើងដាក់តម្រៀបគ្នាអញ្ចឹងមកហើយ copy វាទៀតមកផាសវាទៀតមកអញ្ចឹងបានបន្តគ្នាអញ្ចឹងអូខេអញ្ចឹងគ្រូដាក់ឧទាហរណ៍ប៉ុណ្្នឹងឲ្យហើយសល់ប៉ុន្មានយើងចេះធ្វើខ្លួនឯងអានេះណាអញ្ចឹងអានេះគូ shape ចេះដើម្បីធ្វើវាឆ្លោះមកខាងក្រោមបែបនេះតែគេធ្វើបែបម៉េចណាយើងគូវាមក shape បាទនេះបាទធ្វើវាកោងបាទអូខេកោងខ្លាំងអូខេហើយយើងជ្រើសរើសពណ៌វាមួយមកបាទជ្រើសរើសពណ៌វាមួយក្នុងចំណោមនឹងមួយមកបាទអូខេឥឡូវគ្រូយកពណ៌នេះមួយចុះណាអូខេដើម្បីធ្វើវាឆ្លោះបានណាវាធ្វើវាឆ្លោះវាឃើញឆ្លោះវាថ្កមចេះណាអូខេចាំធ្វើដូចបើគេ shape outline គេពណ៌សណាបាទអញ្ចឹងយើងកែដាក់ពណ៌សវិញបាទអូខេហើយពណ៌នេះពណ៌ទឹកក្រូចបាទអូខេបាទអញ្ចឹងអានេះសរសេរអក្សរយើងចេះខ្លួនឯងណាសរសេរអក្សរចេះខ្លួនឯងអញ្ចឹងគ្រូគាត់ធ្វើវាឆ្លោះអូខេធ្វើឆ្លោះយើងចាប់ផ្ដើមចូលមក shape format ហើយយើងចាប់ផ្ដើមចុចលើពាក្យ shape effect បាទហើយយើងយកពាក្យ reflection បាទនេះ reflection យើងចង់បានប្រភេទ style មួយណាឆ្លោះទៅខាងណាយើងរើសខ្លួនឯងអូខេនេះចេញមកហើយបាទអូខេតាក់ទងទៅជាមួយនឹងមួយប្រភេទទៀតគឺតាក់ទងទៅជាមួយនឹងប្រភេទវាធ្វើឲ្យវាបែបនេះណាវារឿងប្រឆិតណាអញ្ចឹងលោកគ្រូកែឲ្យតែប៉ុណ្្នឹងទេ shape នេះគូសមកខ្លួនឯងមកបាទអូខេ insert មកបាទដូចគ្នាបើយើងចង់ឲ្យវាប្រឆិតគឺតាក់ទងនឹង shape នេះគឺយើងតាក់ទងជាមួយនឹង shape effect អូខេតមកទៀតយើងចាប់ផ្ដើមយក CD to rotate ដែរណាអូខេអញ្ចឹងយើងចង់បែរវាទៅខាងមុខយើងដាក់ចឹងមកឧមាថាលើគ្រូដាក់ចេះមកអូខេគេអត់វាប្រឆិតឲ្យយើងអូខេគេប្រឆិតឲ្យយើងហើយយើងចង់សរសេរអក្សរមកឧមាថាលើគ្រូគូ tick box មួយណាគូ tick box ហើយយើងសរសេរអក្សរដូចគេអញ្ចឹងណាអូខេគូ tick box មួយមកអក្សរ A អូខេចឹងនេះយើងដឹងហើយ shape no fill ហើយ no outline អូខេចឹងឧទាហរណ៍ថាឥឡូវគេសរសេរពាក្យថាម៉េចបាទឈ្នះរង្វាន់អីចឹងណាអូខេឈ្នះទឹកប្រាក់អីចឹងចោះអូខេបាទឈ្នះបាទទឹកប្រាក់បាទឈ្នះទឹកប្រាក់ភ្លាមបាទអូខេភ្លាមបាទកែ font វាមកបាទអានេះយើងស្រេខ្លួនឯងដូរពណ៌ឲ្យខ្លួនឯងណាបាទអូខេអានេះបន្តិចមកអូខេអញ្ចឹងដូចគ្នាបើសិនជាយើងចង់ឲ្យវាធ្វើចេញជាលក្ខណៈអញ្ចឹងយើងគាត់ធ្វើការចុចលើវាអញ្ចឹងមកចុចលើ tick box shape format យើងអត់មានមកប្រើនៅក្នុងនេះណាគឺយើងប្រើនៅក្នុងដូចគ្នាអញ្ចឹងមក
អូខេ CD rotate របស់យើងមិញយើងយកនេះមកបាទនេះគេអត់វាចេញមក style ចឹងដូចគ្នាអូខេយើងទាញវាដាក់ឲ្យត្រូវងាំគេចេះមកបាទអូខេគេរួចជាស្រេចស្អាតបាទហើយយើងសេថែមទៀតមកបាទអូខេនេះអញ្ចឹងយើងអាស្រ័យលើយើងខ្លួនឯងណាអញ្ចឹងយើងអាចមើលខ្លួនឯងណាយើងឆ្លាញ់អាប្រភេទមួយណាណាអាចCD rotate របស់យើងនេះយើងអាចរកមើលវាទៅអានេះវាខ្លាំងពេកនេះយើងដាក់នេះទៅបាទចាស់នេះវាអត់សូវមើលឃើញច្បាស់អីយើងស្រែមើលក្នុងដៃហ្នឹងមើលត្រូវធ្វើម៉េចដោយការងាររបស់លោកគ្រូបាទអូខេអញ្ចឹងសញ្ញាបូកនេះគឺនៅក្នុង shape មានស្រាប់ឡានមានស្រាប់មានអីហើយគូកែប៉ុណ្្នឹងឲ្យអញ្ចឹងសង្ឃឹមថាពួកយើងអាចចេះធ្វើបានណាជាពិសេសអក្សរ CD របស់យើង2025របស់យើងគឺអត់ទាន់កែទេជាលោកតួយើងធ្វើការ research អនុវត្តបន្ថែមទៀតបើយើងចេះធ្វើ OBOR SATO នេះក៏យើងអាចចេះធ្វើនេះបានដែរអូខេអញ្ចឹងអាចធ្វើលំហាត់នេះជាមួយគ្នាណាអូខេអរគុណ